នាយករដ្ឋមន្ត្រីថៃលោកអនុทิន ឆានវរៈគុណបាននិយាយនៅថ្ងៃទី23ខែឧសភាឆ្នាំ2026ថាថៃមិនអាចបើកព្រំដែនឡើងវិញជាមួយកម្ពុជាបានទេបើកម្ពុជាមិនព្រមទទួលយកលក្ខខណ្ឌរបស់ថៃជាមុនទេនោះនេះបើតាមការចុះផ្សាយរបស់កាសែត Thai The Nation នៅថ្ងៃទី24ឧសភាគួររំលឹកជូនថានៅក្នុងសំណុំរឿងបើកព្រំដែននេះរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជំហរជាច្រើនដងថាកម្ពុជានឹងមិនស្នើសុំឲ្យថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញឡើយព្រោះថៃជាអ្នកបិទព្រំដែនដោយឯកតោភាគីបើតាមសារព័ត៌មាន Thai The Nation លោកអនុทิន ឆានវរៈគុណបានអះអាងដោយធានានៅក្នុងជំនួបជាមួយសហគមន៍ថៃក្នុងវត្តមួយឈ្មោះ Buddha Nanacha ស្ថិតក្នុងទីក្រុងប៉ារីសប្រទេសបារាំងថាច្រកព្រំដែនកម្ពុជាថៃនឹងត្រូវបន្តបិទដដែលការនិយាយបែបនេះទទួលបានការសាទរពីប្រជាជនថៃដែលមានវត្តមាននៅក្នុងពិធីសាសនានោះនាយករដ្ឋមន្ត្រីថៃរូបនេះដដែលបាននិយាយបន្ថែមថាអធិបតេយ្យភាពរបស់ប្រទេសថៃនិងទឹកដីថៃនឹងមិនបាត់បង់ទៅលើប្រទេសណាមួយឡើយសូម្បីតែមួយចំណិតដ៏តូចបំផុតនៅក្នុងសម្រងសម្ដីដើមរបស់លោកអនុทิនដែលសិនចុះផ្សាយលោកអនុทิនបានសូមឲ្យពលរដ្ឋថៃមានទំនុកចិត្តលើរូបលោកតទៅទៀតនិងថាពលរដ្ឋថៃកុំបារម្ភព្រោះថៃនឹងមិនយល់ព្រមប្រគល់អ្វីឲ្យពួកគេដែលសម្ដៅដល់កម្ពុជានោះទេអ្វីដែលមេដឹកនាំថៃបានលើកឡើងទាំងអស់នេះមិនត្រូវបានឆ្លើយតបដោយភាគីកម្ពុជាទេតែក្នុងសំណុំរឿងបើកព្រំដែននេះរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជំហរជាច្រើនដងនាពេលកន្លងមកថាកម្ពុជានឹងមិនស្នើសុំឲ្យថៃបើកព្រំដែនឡើងវិញជាមួយកម្ពុជាឡើយព្រោះថៃជាអ្នកបិទព្រំដែនមុនដោយឯកតោភាគីដោយឡែកជុំវិញចំនួនព្រំដែនដែលមានការវាយប្រយុទ្ធគ្នាចំនួន2លើកកាលពីឆ្នាំ2025ក៏កម្ពុជាធ្លាប់បានបញ្ជាក់ដែរថាគឺទាហានថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជាសូមរំលឹកថាកាលពីខែកញ្ញាឆ្នាំ2025ប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែនបានប្រាប់ទៅភាគីថៃថាកម្ពុជាមិនដាច់ពោះស្លាប់ឡើយបើទោះបីជាថៃបន្តបិទព្រំដែនជាមួយកម្ពុជារហូតដល់100ឆ្នាំទៀតនិងថាកម្ពុជាក៏មិនបន្ទាបខ្លួនទៅសុំឲ្យថៃបើកព្រំដែនដែលថៃបានបិទដោយឯកតោភាគីនោះឡើយប្រតិកម្មរបស់លោកហ៊ុនសែនកាលនោះធ្វើឡើងបន្ទាប់ពីមានការជជែកវែកញែកក្នុងចំណោមពលរដ្ឋខ្មែរមួយចំនួននិងគ្រប់មជ្ឈដ្ឋានអំពីការចង់ឲ្យបិទព្រំដែនកម្ពុជាថៃបន្តទៀត